បងប្អូនតែជាទៅជីមកនៅលើផ្លូវជាតិលេខ6ពីភ្នំពេញទៅខេត្តសៀមរាបនិងពីសៀមរាបទៅភ្នំពេញតែឆ្លងកាត់នៅស្រុកចូលនិគមឬក៏ហៅថាដំដែកជាពិសេសត្រង់ចំណុចដែលហួបផ្សារដំដែកបន្តិចប្រហែលជាខ្ទង់4-5 គីឡូគឺយើងនឹងឃើញមានបងប្អូនយើងលក់ទៅតាមអងសងខាងផ្លូវហើយចំពោះកន្លែងដែលខ្ញុំបានចូលនេះគឺផ្លូវខាងស្ដាំដែរពីភ្នំពេញមកសៀមរាបទៅមុខក្រាសាំង PTT ហើយចំពោះរសជាតិគឺខ្ញុំបានភ្លក់ហើយគឺរសជាតិបានជាតិឆ្ងាញ់ចំពោះតម្លៃគឺមានតម្លៃចាប់ពី1000រៀល 1500 2000 2500 3000និង3500យើងឈប់ឡើងនៅមុខតូបគាត់ភ្លាមគាត់ហុចមួយឲ្យយើងភ្លក់ផ្លែតក៏ជាទឹកចិត្តមួយរបស់ខ្មែរយើងដែលតែងតែជួយយកអាសាគ្នាជាពិសេសគឺតែងតែហុចចំណីឲ្យភ្លក់ទៅវិញទៅមកសម្រាប់អ្នកលក់និងអ្នកទិញក៏ជាទីផ្សារបច្ចុប្បន្នគឺយុទ្ធសាស្ត្រទីផ្សារក្នុងការលក់នេះមកភ្នំពេញឃើញសារដំដែកមកស្ទុះមកចិត្តដល់ PT តែឥឡូវនេះក៏ទុំឲ្យភ្លក់ដែរដូចជាយើងដឹងស្រាប់ហើយថារាល់ពេលមកលេងសៀមរាបម្ដងអាហារពេលព្រឹករបស់ពួកយើងគឺតែងតែពិបាកដែររកជាពិសេសនៅប្រាប់អ្នកដែលគេងតាមផ្ទះសំណាក់ឬក៏សន្តាគារដែលមិនមានអាហារពេលព្រឹកដូច្នេះខ្ញុំសូមណែនាំនៅអាហារដ្ឋានមួយដែលមានលក់ហ្វឺដ៏ឈ្ងុយឆ្ងាញ់និងគុយទាវស៊ុបសរសៃគោនៅទីនេះមានចម្ងាយនៅខាងក្រោយផ្សារទំនើបអង្គរបើសិនជាពីចម្ងាយវិញប្រហែលជាខ្ទង់ប្រហែលជា200ម៉ែត្រតែប៉ុណ្ណោះអ្វីដែលមិនអាចបំភ្លេចបាននោះគឺទឹកប្រព្រឹកដូចបងប្អូនឃើញនៅលើតុនេះអញ្ចឹងគឺយើងចាក់បាន2កែវក្នុងមួយដបនេះទាំងហ្វឺទាំងស៊ុបសរសៃកែងគោជាមួយនឹងប្រព្រឹកនេះគឺមានរសជាតិឆ្ងាញ់ជាប់ដិតនៅក្នុងចិត្តយើងហ្មងទីតាំងនៅក្រោយរីឯតម្លៃវិញគឺកាន់តែពិសេសមានចាប់ពី6000រហូតដល់15000ហ្នឹងគឺពិសេសមែនតើហើយសម្រាប់ចានរបស់ពួកខ្ញុំដែលកំពុងតែញ៉ាំនេះគឺតម្លៃ12000គេហៅថា fur ពិសេសគឺមានតាំងពីពងមាន់ស្រែមកគ្រាប់ពេញជាមួយនឹងសាច់គុំកតុយគោជាមួយនឹងជាច្រើនសាច់ច្រើនមែនតើហើយដល់តែធ្វើឲ្យយើងនឹងញ៉ាំចឹងតែមិនអស់មួយចានធំនេះហើយចំពោះបងប្អូនណាដែលគាត់អាចហូបតិចគឺយើងអាចមានតម្លៃចាប់ពី6000រៀលទៅសមរម្យមែនតើហើយចំពោះទឹកប្រព្រឹកតាមដែលខ្ញុំចាំបើមិនតម្លៃ3000គឺ4000រៀលឬក៏3500អីហ្នឹងបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចណានៅពេលដែលបងប្អូនជិះទៅលេងទៅកាន់ខេត្តសៀមរាបគឺបងប្អូនកុំភ្លេចណាហ្វឺដែលនៅទីតាំងខាងក្រោយផ្សារអង្គរ Market បងប្អូនអាចខលតាមរយៈទូរស័ព្ទ010 90 72 97 និង077 90 72 97អញ្ចឹងនេះទឹកប្រព្រឹកនេះគឺមានរសជាតិឆ្ងាញ់មែនតើធ្វើឲ្យយើងញ៉ាំទៅស៊ីជាមួយនឹងហ្វឺដែលមានរសជាតិឆ្ងាញ់ក្តៅធ្វើឲ្យអារម្មណ៍យើងនឹកឃើញរសជាតិនឹងដក់ជាប់នៅក្នុងចិត្តតែម្ដងហើយជាមួយនឹងទឹកសៀងពិសេសដែលគាត់ធ្វើដោយខ្លួនឯងជាមួយនឹងប្រទេសជ្រក់ផងដែរសូមគ្រប់ជំរាបសួរបងប្អូនជាទីស្រឡាញ់ឥឡូវនេះយើងបានមកដល់ទឹកដីនៃស្រុកប្រាសាទបកគោតពីយើងបានដើរលេងប្រាសាទនានាជាច្រើនហើយយើងក៏បានមកញ៉ាំអាហារថ្ងៃត្រង់នៅមជ្ឈផ្លូវជាតិលេខ6ពីភ្នំពេញត្រង់ចំណុចប្រាសាទបកគោឆ្ពោះទៅខាងសៀមរាបបងប្អូននឹងឃើញតូបជាច្រើននៅតាមផ្លូវទាំងឆ្វេងទាំងស្ដាំអញ្ចឹងបងប្អូនចូលទៅតូបមួយណាក៏មិនជាបញ្ហាក្នុងការកាត់តម្លៃដែរហើយដែលជាពិសេសនោះគឺបងប្អូនអាចអង្គុយនៅតាមកញ្ចុះឲ្យតែមានយើងអាចអង្គុយបានគ្រប់ទីកន្លែងពួកគេអត់គិតថ្លៃសេវាទេហើយចំពោះតម្លៃនៃអាហារវិញក៏កាន់តែសមរម្យមាន់ដុតមួយតម្លៃចាប់ពី30000 35000ឬ40000អីហ្នឹងហើយថែមទាំងមានទឹកជ្រលក់ឲ្យយើង3 4 5មុខទៀតទៅតាមហាងមួយអ្នកខ្លះក៏មានប្រហុកអង្ក្រងកន្លែងខ្លះក៏មានប្រហុកឆៅប្រហុកច្រាំផ្សេងហើយជាមួយនឹងទឹកជ្រលក់ទឹកម្រេចហើយកោះកុងមាន2 3ប្រភេទក៏មានដែរអញ្ចឹងទៅតាមហាងនិងតូបនីមួយដែលបងប្អូនចូលទៅជាក់ស្ដែងទៅសឹងតែគ្រប់ទីកន្លែងនៅក្នុងខេត្តសៀមរាបតែងតែបញ្ជាក់តម្លៃនៅចំពោះមុខឬក៏បង្ហាញភ្ញៀវមុខម្ហូបដែលមានលក់នៅក្នុងហាងរបស់ខ្លួនហើយថែមទាំងហ្វ្រីកញ្ចុះក្នុងការអង្គុយលេងមិនធ្វើឲ្យភ្ញៀវតានតឹងក្នុងការតថ្លៃឬក៏ស៊ូនាំពីសេវាផ្សេងក្រៅពីអាហារនិងរបស់ញ៉ាំនានាពេលយើងបានកយគុណទេសភាពនៅភូមិផ្ទះតាតកណូតរួចមកគឺយើងបានដល់វគ្គពិសាអាហារថ្ងៃត្រង់ដែលយើងបានកំងទុករួចជាស្រេចនៅក្នុងនោះគឺយើងកំងមាន់ដុតមួយជាមួយនឹងបាយដែលគេរៀបចំលក្ខណៈខ្មែរសុទ្ធសាធមួយនឹងប្រហុកក្រងសៀមរាបត្រីក៏កង់មួយមុខថែមទៀតហើយផ្ទាប់ជាមួយនឹងបន្លែផ្សេងអ្វីដែលសំខាន់នោះគឺតម្លៃមាន់ត្រឹមតែ50000រៀលតែប៉ុណ្ណោះហើយចំពោះបាយគឺយើងគិតក្នុងមួយឆ្នាំងនេះគឺ5000រៀលមាន់ដុតនេះគឺជាមាន់ស្រែសុទ្ធសាធដែលគេចិញ្ចឹមផ្ទាល់ដៃនៅទីតាំងនៃកសិដ្ឋាននៅក្នុងបរិវេណនៃចំការរបស់គេនេះរីឯតម្លៃមាន់ដុតរបស់យើងនេះគឺ50000រៀលគឺបងប្អូនអាចធ្វើបានរហូតដល់3មុខទៅតាមតម្រូវការរបស់បងប្អូនសិនជាយើងបានកំងគាត់មុនមានន័យថាបើយើងចង់ស្ងោរមួយចំហៀងដុតមួយចំហៀងជាមួយនឹងគ្រឿងក្នុងគឺយើងយកមកឆាត្រឡប់ជាមួយនឹងប្រេងខ្យងឆាជាមួយទឹកគួនអីក៏បានដែរករណីខ្ញុំនេះគឺខ្ញុំមកបានកំងគាត់ទៅឆាទឹកគួនទេគឺយើងកំងតែមាន់ជាមួយនឹងភ្លាត្រីខ្យងចំហុយអំបិលម្ទេសជាមួយនឹងញោមកាពឹសគាត់បានយកគ្រឿងក្នុងយកមកឆាត្រឡប់ជាមួយនឹងទឹកគួនឲ្យយើងថែមមួយមុខទៀតសិនជាបងប្អូនចង់ពិសាលក្ខណៈបាន3មុខគឺមាន់មួយនេះគឺយើងអាចធ្វើជាស្ងោរហើយនឹងបំពងជៀនឬក៏អាំងមួយចំហៀងស្ងោរមួយចំហៀងឆាត្រឡប់ប្រេងខ្យងជាមួយនឹងគ្រឿងក្នុងបានមួយមុខផ្សេងទៀតហើយបើករណីខ្លះយើងមកតែ2នាក់ឬ3នាក់ឬក៏លក្ខណៈគ្រួសារត្រឹមឪពុកម្ដាយឬក៏កូនទូចម្នាក់ឬក៏2នាក់អីយើងអាចហៅមាន់មួយយើងធ្វើបានម្ហូបដល់3មុខមានន័យថាឆាមួយស្ងោរមួយអាំងមួយឬក៏បំពងមួយគឺគ្រប់គ្រាន់សម្រាប់គ្រួសារទូចល្មមឬក៏មិត្តភ័ក្តិរបស់យើងពី3នាក់ដែរចំពោះម្ហូបគឺយើងចេះតែចេញបន្តមកពីព្រោះយើងបាន booking មុនរយៈពេលប្រហែលជា1ម៉ោងមុននឹងការមកដល់នៃហាងរបស់គាត់នេះមានហៅខ្យងអប់អំបិល
លម្ទេសដែលមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនហើយតម្លៃខ្យងនេះតាមតម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះនៅក្នុងមួយឆ្នាំងធំនេះបន្ទាប់មកទៀតគឺយើងមានបុកកពឹសមួយចានធំនេះក៏តម្លៃ 20,000 រៀលដែរនិយាយជារួមតម្លៃនៅទីនេះគឺមានតម្លៃចានទូចគឺតម្លៃ 12,000 រៀលចានធំតម្លៃ 20,000 រៀលគឺមានតែ2 size ប៉ុណ្ណោះគឺចានទូចនិងចានធំហើយចំពោះមកគឺគិតជាសេតគឺតម្លៃតែ 50,000 រៀលតែប៉ុណ្ណោះគឺតម្លៃថេរអាចធ្វើម្ហូបបានរហូតដល់3មុខដូចខ្ញុំជម្រាបជូននៅខាងលើទៅឆ្នោះដែរហើយចំពោះបាយមួយឆ្នាំងនេះគឺតម្លៃ 5,000 រៀលតែប៉ុណ្ណោះហើយវិទេសភាពនិងអាហារដ៏ឈ្ងុយឆ្ងាញ់ព្រមជាមួយនឹងបរិយាកាសបរិសុទ្ធបងប្អូនក៏អាចស្ទូចត្រីកំសាន្តលេងជាមួយនឹងបរិយាកាសនៅជុំវិញកញ្ចក់របស់យើងផ្ទាល់តែម្ដងយើងញ៉ាំបដាស្ទូចត្រីបដាអមជាមួយនឹងបរិយាកាសសម្លេងសត្វយំតិចតិចពេលឆ្វាចពេញភូមិនិងសត្វទន្សាយរត់ធ្វើឲ្យយើងមានអារម្មណ៍ថាហាក់បីដូចជាកំពុងតែនៅក្នុងចលងដងអូព្រៃភ្នំជាមួយនឹងវាលស្រែព័ទ្ធជុំវិញដូច្នោះដែរអ្វីកាន់តែពិសេសនោះនៅពេលដែលបងប្អូនស្ទូចត្រីបានត្រឹមតែ1គីឡូឬក៏1គីឡូតិចតួចអីខាងម្ចាស់កសិដ្ឋានជាមួយនឹងកន្លែងរីសតរបស់គេនឹងគឺគេអត់គិតលុយទេគឺគាត់ free ឲ្យយើងអាចយកទៅផ្ទះបាននៅទីនេះក៏មានអាងចិញ្ចឹមកធាយសម្រាប់ត្រៀមនឹងបោះដុំចូលទៅក្នុងទីផ្សារនៅក្នុងខេត្តសៀមរាបដែរចំពោះលេខទូរស័ព្ទរបស់សួនផ្កាតាកណូតគឺមានលេខទូរស័ព្ទ077 54 5506ដែលមានទីតាំងនៅភូមិតារស់សង្កាត់កបីរាក្រុងខេត្តសៀមរាបនៅឯ Google Map ខ្ញុំនឹងដាក់នៅលើ caption ខាងលើមានត្រីត្រីដែរត្រីក្រាញ់ត្រីក្រហមត្រីប្រាហើយសម្រាប់ធ្វើអីគេឲ្យភ្ញៀវស្ទូចលេងហើយស្ទូចបើភ្ញៀវស្ទូចទៅក្នុងលក្ខខណ្ឌណាមួយយើងកំណត់មិនដែរជាទូទៅយើងគិត1គីឡូ 8,000 ហើយគេច្រើនដែលសម្រាប់គិតមួយស្ទូចបានតិចតិចពេកតិចតិចពេកអ្នកបានច្រើនចាប់ពី2 3គីឡូអីគិតត្រឹម1គីឡូអីអត់ទេបានគិតលុយតែគាត់ប្រាប់យើងដែរគាត់ប្រាប់តែប្រាប់វាអ្នកស៊ីមានគាត់ត្រង់ហ្នឹងហើយគាត់ដែរចេះថាបានឲ្យលាក់គេច្រើនមកស្ទូចប្រាប់តែប្រាប់ទូទៅត្រីទំហំប្រហែលជា1គីឡូក្នុងមួយប្រហែលក្រាមដែលបានក្នុងហ្នឹង1គីឡូប្រហែលជាបានប្រហែលក្បាល 4-5 ក្បាលហ្នឹងក៏ក្បាលតាមភេទត្រីធំបើត្រីក្រាញ់អី20អីគាត់បានគីឡូស្អីគេខ្លះដែលជាភាពតាក់ទាញនៅនេះជាច្រើនក្មេងៗគាត់មកមើលសំសាយហែកទឹកតែម្ហូបនៅនេះយើងមានម្ហូបប្រភេទអីគេខ្លះហើយតម្លៃចាប់ពីប៉ុន្មានទៅម្ហូបយើងមានច្រើនមុខយើងជាប្រភេទមន់ប្រភេទត្រីប្រភេទទុំបង្កើតតម្លៃយើងមានចានទូច12,000ចានធំ 20,000មួយឆ្នាំ12,000លើកមកដូចតលក្ខណៈជាឈុតដូចជាមន់អីហ្នឹងមានធ្វើអីបានខ្លះហើយមន់មួយតម្លៃប៉ុន្មានពីមុខឬអ្នកបានគាត់ពីចង់បានទៅមុខគាត់ជាឆ្នៃក្នុងតម្លៃថេរឬក៏ត្រូវថែមតម្លៃថេរទេអត់មានមន់មួយ 50000យើងអាចធ្វើបប2មុខមានន័យថាមន់ដុតមួយឆាជើងក្នុងតកួនចឹងទៅតែបប3មុខមកចាហៀងដុតមកចាហៀងស្ងោរជ្រក់អញ្ចឹងទៅជ្រក់ហើយគ្រឿងក្នុងគាត់ចង់ឆាហ្នឹងហើយក្នុងឆាខ្លួនអញ្ចឹងអានេះឆ្នាំអីគេខ្លះបងអានេះស្អីគេនេះប៉ាំងបាច់ជូរព្រៃប៉ាំងបាច់ជូរព្រៃយកទៅធ្វើអីគេតាមខាហូបជាបាយជំងឺអីផ្សេងហ្នឹងជាបាយជំងឺអីបានអត់តិចតាំងតែនេះភូមិអីគេបងហៅផ្លូវផ្ទះ3ឃុំអីឃុំវាឃុំកោចស្រុកក្រុងសៀមរាបហ៎អូលក់សក់គ្រឿងឆ្នាំខ្ញុំទៅសាក់លើលេខទីសាក់ពីការចាំសួរលេខម៉ែណារបស់ខ្លះក្រងតែឃើញភ្លាមធ្វើយើងនឹកឃើញដល់អតីតកាលដែលយើងមិនអាចបំភ្លេចបានសូមគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់ឥឡូវនេះយើងកំពុងតែនៅខាងមុខខ្លោងទ្វារធំនៃប្រាសាទបាយ័នដូចក្មេងៗដែរខ្ញុំក៏ឃើញស្គាល់ទេជំរាបខ្ញុំសម្ដៅទៅរកគាត់ផ្លែតចានេះបបលធ្វើអីគេបើយកលុយបាន1000បាត់យកមកចោលចាំ
ឯមិញឃើញមុខក៏អត់នោះក៏ខ្លាំងពីលក់តាមម្ដុំខ្លាំងពីហើយនឹង ទៅមកនេះ តែប៉ុណ្្នឹងទេទៅមកដល់មកពី10ចេញ ពី10ចេញលក់ពីម៉ោងម៉ាដល់ម៉ោងម៉ា អូលក់មក8ឡើងបង8បងដល់មក5នឹងនេះ5 6 6 អត់ទៀង លោកមកទៅលេខទូរស័ព្ទមួយមើលលេខទូរស័ព្ទលើបងប្អូនណាតាំងធំគាត់លក់នៅម្ដងក៏ធំហើយខ្លាំងពីក៏ធំហើយចង់ញ៉ាំលោកសាវរីយើងពីក្មេងមានកង្វល់ហើយកង្វល់តំណាងអីតំណាងមិនបានក៏ត្រូវបាននេះឃើញយើងបានបេះដូងក្តីស្រឡាញ់